រឿងខ្មោចអត្តឃាតលើលោកនេះមានអ្នកណាចង់លើពាក្យថាស្លាប់កើតឡើងចំពោះរូបខ្លួននិងចំពោះក្រុមគ្រួសាររបស់ខ្លួននៅឡើយប៉ុន្តែហេតុអ្វីបានជាមានអ្នកខ្លះគិតខ្លីខ្លាំងម្ល៉េះមិត្តអ្នកអានប្រកាសជាបានលើនិងបានឃើញជាញឹកញាប់ជាមួយនឹងអ្នកដែលធ្វើអត្តឃាតមួយចំនួនដូចជាការចងកស្លាប់បាញ់សម្លាប់ខ្លួនឯងលោតទឹកជាដើមដែលសុទ្ធសឹងជាគំនិតខ្លីនិងឆាប់រងំបំផុតខ្ញុំមានមិត្តរស់នៅខេត្តផ្សេងៗជាច្រើននាក់នៅពេលដល់រដូវវិស្សមកាលម្ដងយើងតែងតែដើរលេងទៅតាមបណ្ដាខេត្តនានាជាពិសេសនៅតំបន់ស្រុកស្រែចំការដាច់ស្រយាលព្រោះជាកន្លែងដែលមានទេសភាពប្លែកៗស្រស់ស្អាតមិនដូចជានៅទីក្រុងភ្នំពេញមានតែផ្សែងយានយន្តអាកាសធាតុអ៊ូអាប់រោគខ្យល់ដង្ហើមស្ទើរមិនបានវិស្សមកាលលើកនេះពួកខ្ញុំណាត់គ្នាមកខេត្តព្រៃវែងនៅតាមស្រុកមួយចំនួននៃខេត្តនោះមានមិត្តភ័ក្តិកំពុងរៀនជាមួយគ្នា 3-4 នាក់ដែរសាវិរស់នៅស្រុកពីរាំងខេត្តព្រៃវែងពួកយើងបានទៅដល់ផ្ទះរបស់គេនៅវេលាម៉ោង 10 ព្រឹកនៅក្នុងស្រុកនោះជាតួនាទីរបស់សាវិដែលត្រូវនាំពួកយើងដើរកម្សាន្តមើលព្រៃមើលវាលស្រែនិងងូតទឹកលេងយ៉ាងសប្បាយចម្លែកតាមនិស្ស័យអ្នកក្រុងចូលស្រែស្រុកស្រែចំការទៅត្បិតតែមានការរីកចម្រើនអន់ថយជាងទីក្រុងពិតមែនប៉ុន្តែអ្វីនៅទីក្រុងដែលមិនអាចដូចស្រុកស្រែនោះគឺទេសភាពនិងអាកាសធាតុផ្ទះរបស់មិត្តខ្ញុំគ្មានភ្លើងអគ្គិសនីប្រើទេលុះដល់ពេលយប់ពួកយើងអុជចង្កៀងអង្គុយព័ទ្ធវងសន្ទនាជាមួយនឹងញាតិមិត្តបងប្អូនរបស់សាវិពីនេះពីនោះខ្ញុំគិតថាតាមខេត្តតាមស្រុកភូមិយ៉ាងនេះចាស់ប្រកាសជាមានរឿងអ្វីល្អៗមកនិយាយឲ្យពួកខ្ញុំស្ដាប់ជាមិនខានតែខ្ញុំសួរឡើងថាលោកអ៊ំនៅតាមបណ្ដាខេត្តអញ្ចឹងលោកអ៊ំធ្លាប់ជួបខ្មោចទេអាចនិយាយឲ្យពួកខ្ញុំស្ដាប់ផងបានទេលោកអ៊ំក៏និយាយឡើងថាមិនខ្វះទេក្មួយអើយអារឿងខ្មោចព្រីនោះចាំអ៊ំនិយាយឲ្យស្ដាប់ក្មួយឃើញផ្ទះខាងមុខនោះទេអូឃើញនោះហើយកាលពីមុនមានប្តីប្រពន្ធមួយគូដែលបរិះជាប្តីនោះចូលចិត្តផឹកស្រាតាំងពីព្រឹករហូតដល់ល្ងាចចេញទៅដើរលេងសប្បាយជាមួយនឹងមិត្តភ័ក្តិរាល់ថ្ងៃត្រឡប់មកផ្ទះវិញយប់ជ្រៅទុកបណ្ដោយឲ្យប្រពន្ធដែលមានផ្ទៃពោះចាស់ខែទៅហើយទៅដេកចាំផ្ទះតែម្នាក់ឯងកាលពីដំបូងប្រពន្ធអាចល្មមនឹងទ្រាំបានប៉ុន្តែដល់ពេលយូរទៅវាកាន់តែធ្ងន់ឡើងរាល់ថ្ងៃមួយប្តីរៀបចំខ្លួនបំរុងនឹងចេញទៅផឹកស្រាជាមួយនឹងមិត្តភ័ក្តិទៀតប្រពន្ធឃើញហើយក៏និយាយខាត់មិនឲ្យទៅកុំទៅអីបងនៅផ្ទះខ្លះទៅតិចលោខ្ញុំឈឺពោះកាត់កូនទៅយ៉ាងម៉េចទេប្តីក៏តបទៅវិញថាអូយវាមិនទាន់កើតទេកើតថ្ងៃណាមកកើតមកចំថ្ងៃអញទៅផឹកស្រាកុំមកញ៉ៃញ៉ៃនឹងអញថយទៅអញស្រេកស្រាណាស់ប្រពន្ធឬប្តីនិយាយដូច្នេះមានការខូចចិត្តយ៉ាងខ្លាំងព្រមទាំងបានប្រាប់ទៅវិញថាអញ្ចឹងក៏បានបើបងទៅផឹកស្រាទុកឲ្យខ្ញុំចងកសម្លាប់ខ្លួនតែម្ដងទៅព្រោះបងទុកស្រាមានតម្លៃជាងប្រពន្ធទៅទៀតប្តីនឹកស្មានថាប្រពន្ធរបស់ខ្លួននិយាយលេងក៏និយាយបញ្ជឺបន្ថែមទៀតថាអញចង់កចង់ទៅកំពុងតែមានផ្ទៃពោះធំផងដូច្នេះចង់កងាប់អាបត្តិប្រកបជាល្អមើលហើយប្តីថាហើយក៏បែកខ្នងចេញពីផ្ទះទៅចំណែកនាងជាប្រពន្ធកើតមានគំនុំក្នុងចិត្តយ៉ាងខ្លាំងហើយក៏បានយកខ្សែមកចងជាមួយនឹងរនុកផ្ទះនាងមានពាក់ខ្សែកបន្តោងព្រះមួយតែមិនបានដោះចេញនៅឡើយនាងបានយកកន្ទុយខ្សែមកពាក់នឹងកហើយក៏ព្យួរកស្លាប់តែតោងនៅទីនោះទៅប្តីត្រឡប់មកពីផឹកវិញឃើញប្រពន្ធចង់កស្លាប់
បោះស្រាយជំទាវឲ្យអ្នកស្រុកមកជួយទម្លាក់សពប្រពន្ធចុះមកគ្រប់គ្នាឃើញទស្សនភាពបែបនេះកើតមានក្តីរន្ធត់ស្លុតអារម្មណ៍គ្រប់គ្នាព្រោះបរិវេណបំពង់ករបស់ប្រពន្ធដែលមានបន្តោងព្រះត្រូវបានខ្សែរូតរឹតទាំងខ្សែកនិងទាំងរូតព្រះបាត់ចូលទៅក្នុងសាច់ដីស្រែកយំធ្ងួចធ្ងរអណ្ដែតអណ្ដូងគួរឲ្យទីសង្វេគវេទនានឹងចិត្តចំពោះបានឃើញជាពន់ពេកក្រោយពីប្រពន្ធស្លាប់បាន3ថ្ងៃឆ្កែម្ដុំនោះវាព្រុសវាលូមួយជប់ទៅភ្លឺរហូតគ្មានបានដីបានពួននេះទេមានអ្នកស្រុកឃើញនាងប្រពន្ធនោះមកឈរបំពេកូននៅក្រោមដើមឈើពីមុខផ្ទះនៅពេលយប់ឡើយល្ងាចបន្ទាន់អ្នកស្រុកនាំគ្នាញ៉ាំបាយញ៉ាំទឹកចូលដេកតាំងពីព្រលប់ជួនកាលនាងប្រពន្ធមកឈរបោះដៃហៅប្តីឲ្យទៅជាមួយនឹងគ្នាខ្មោចស្រីនោះបានលងប្តីរាល់យប់រហូតប្តីទ្រាំមិនបានក៏រត់ទៅបួសទៅរៀងរ៉ាវនេះស្ងប់រងាប់ទៅប្តីនោះបានបួសរហូតមិនព្រមសឹកនៅឡើយទេពួកខ្ញុំបានស្ដាប់ហើយមានអារម្មណ៍បះសក់គ្រប់គ្នាខ្លះសម្លឹងទៅមើលផ្ទះមួយខ្នងនោះដែលកំពុងតែស្ថិតនៅក្នុងសភាពស្ងាត់ជ្រងំគួរឲ្យខ្លាចមែនទែនណាស់ហើយមិនលែងចូលទៀតទេឬណាស់ដេកវិញល្អជាងស្អែកព្រឹកឡើងពួកយើងនាំគ្នារៀបចំខ្លួនត្រឡប់មកទីក្រុងភ្នំពេញវិញប៉ុន្តែមុននឹងជិះដំណើរពួកយើងនឹងសម្លឹងទៅមុខផ្ទះនោះមិនបានសូមឲ្យបងស្រីនិងកូននោះបានទៅកាន់ទីដ៏សមគួរទៅចោលសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ផងដែរតើប្រិយមិត្តអ្នកស្ដាប់យល់ឃើញពីដំណើរនៃសាច់រឿងមួយនេះដូចម្តេចដែរបងប្អូនអាចធ្វើការចែករំលែកពីរឿងរ៉ាវនិងធ្វើការ comment នៅក្នុងវីដេអូមួយនេះបានអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះជួបគ្នានិងរីករាយជាមួយនឹងវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា